អូមអនុមោទនីខ្ញុំប្រកាសណាអាត្មាភាពពនាមជឹងអេងជាប្រធានអាស្រមអូត្រាវសូមធ្វើការថ្លែងអំណរអរព្រគុណនិងអរគុណជាអនេកប្បការចំពោះព្រះអង្គគ្រូបកណាជាម្ចាស់គ្រប់ព្រះអង្គនិងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាមហាបាសកមហាបាសិកាទាំងអស់គ្នាដែលមានព្រះវត្តមាននិងវត្តមានក្នុងកម្មវិធីបុណ្យពុទ្ធាពិសេសដែលប្រព្រឹត្តទៅនៅក្នុងថ្ងៃសៅរ៍ថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី26 27កន្លងផុតទៅថ្មីនេះឃើញថាវត្តមានរបស់ឯកឧត្តមមីឌឿននិងលោកជំទាវសុកវាសនាព្រមទាំងបុត្រាបុត្រីសហការីនៃប្រធានពន្ធនាគារខេត្តសីហនុរួមជាមួយនឹងលោកជំទាវមហាបាសកមហាបាសិកាទាំងអស់គ្នាដូចឃើញក្នុងវីដេអូនេះឃើញថាការចូលរួមយ៉ាងកក្រឹកកក្រែងខ្ញុំកណាអាត្មាភាពមានសេចក្តីរំភើបថ្លែងអំណរអរគុណនិងសូមថ្លែងអំណរអរគុណយ៉ាងក្រៃលែងបំផុតនៃការយកចិត្តទុកដាក់បំពេញបុណ្យកុសលនៅក្នុងអាស្រមអូត្រាវនេះអាត្មាភាពគ្មានអ្វីទេមានតែលើកម្រាមដៃ10បូងសរោងដល់គុណព្រះអង្គគុណព្រះសម្មាសម្ពុទ្ធដែលយើងធ្វើពិធីបុណ្យពុទ្ធាពិសេសនេះសូមឲ្យដេចជះព្រះអង្គជួយបីបាច់ថែរក្សាការពាររារាំងជូនដល់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាមហាបាសកមហាបាសិកាមហាសប្បុរសទាំងអស់គ្នាឲ្យបានសេចក្តីសុខសេចក្តីចម្រើនរួចចាកផុតទុក្ខជាតិណាសូមឲ្យកើតទានសាសនាព្រះសិអាមត្រីបានសម្រេចនៅវធរជាន់ខ្ពស់គ្រប់គ្នាកុំបីឃ្លានឃ្លាតឡើយសូមអនុមោទនីសូមទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាប្រកេននិងជូនឯកឧត្តមជំទាវញាតិញោមសាធុសប្បុរសទាំងអស់ក្នុងឆ្នាំថ្មីនេះបានសុខចម្រើនហេងជានិច្ចជានិរន្តររៀងទៅសូមអនុមោទនី